សួស្តីបងខ្ញុំឈ្មោះ Remy ស្មីតែនេះខ្ញុំ Fin បច្ចុប្បន្នខ្ញុំគឺជា Event Manager នៅក្នុង Event Index Expo 2026នេះពីប៉ុននេះតាមពិតទៅយើងធ្វើបានលើកនេះគឺជាលើកទី4ហើយបងអញ្ចឹងអត្ថន័យនៃភាពតែគឺយើងចង់សម្ដៅទៅលើមិនថា material ឬក៏សម្ភារៈប្រើប្រាស់ដែលនៅក្នុងស្ថាបត្យកម្មផ្ទាល់ឬក៏រឿងរ៉ាវឬក៏អ្វីមួយដែលយើងក្នុងជីវិតជាក់ស្ដែងភាពតូចតាចទាំងអស់នោះបើសិនជាយើងបានមើលឃើញពីតម្លៃរបស់វាតាមកាប់ទៅទាំងអស់នោះសុទ្ធតែមានប្រយោជន៍ដែលយើងអាចយកមកប្រើប្រាស់បានអាចនិយាយថាភាពតូចតាចដែលយើងមើលរំលងធ្វើឲ្យការងាររបស់យើងអត់អាចល្អជាងមុនច្រើនឬក៏ភាពតូចតាចទាំងអស់នោះតាមកាប់ទៅយើងអាចយកទៅប្រើប្រាស់បានច្រើនឧទាហរណ៍ថាដែកឬក៏កណាត់ដែលយើងគិតថាគាត់យកមកបាំងខ្យល់បាំងភ្លៀងតាមកាប់របស់នោះក៏អាចយកទៅដេក័របើមិនយើងប្រើប្រាស់វាត្រូវទៅតាមកន្លែងអីចឹងទៅបងគោលបំណងដែលយើងចង់បង្កើតស្ថាបត្យកម្មពីស្ថាបត្យកម្មនេះឡើងគឺយើងចង់ឲ្យសិស្សានុសិស្សដែលគាត់ឆ្លាញ់ខាងស្ថាបត្យកម្មឬក៏ចូលចិត្តខាងវិស័យស្ថាបត្យកម្មអាចមកស្វែងយល់ពីអត្ថន័យនៃភាពតូចតាចដែលជាប្រធានបទគោលរបស់ event យើងលើកនេះហើយពិសេសគឺពួកគាត់អាចបាន experience ពី speaker ក៏ដូចជា search បងផ្សេងៗដែលគាត់ធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំលើវិស័យស្ថាបត្យកម្មអាចចែករំលែកមេរៀនក៏ដូចជាបទពិសោធន៍ជាច្រើនជាមួយគ្នាបាទពីពណ៌របស់យើងមានទាំងអស់10 program ប៉ុន្តែ program 2ដែលសំខាន់ដែលខ្ញុំគិតថាពិតជាល្អនោះគឺ dialogue ដែលយើងមាន3 dialogue 1 dialogue 2 និង 3 ដែល dialogue កម្មវិធី dialogue នេះគឺយើងសំដៅទៅលើការធ្វើសិក្ខាសាលារវាងអ្នកចូលរួមជាមួយនឹង speaker ដែលគាត់មានបទពិសោធន៍ច្រើនឆ្នាំគាត់ចែករំលែកពីបទពិសោធន៍ផ្ទាល់របស់គាត់ហ្មងហើយមួយទៀតគឺការចាក់បញ្ចាំងភាពយន្តដែលជាភាពយន្តឯកសារថ្មីមួយខ្ញុំគិតថាប៉ាជាទាំងអស់គ្នាអត់បានឃើញទេហើយភាពយន្តនេះពិតជាល្អមែនទែនដោយសារតែយើងឆ្លុះបញ្ចាំងពីការវិវត្តរវាងមជ្ឈដ្ឋានជុំវិញប៉ុន្តែយើងក៏សួរចោលជាសំណួរទៅលើវត្តអារាមវិញដែលជារបស់ខ្មែរតែយើងគួរអភិវឌ្ឍទៅតាមសម័យកាលឬក៏ stay ភាពជាវត្តអារាមដែលបុរាណប៉ុន្តែលេចធ្លោដដែលអញ្ចឹងខ្ញុំគិតថាសម្រាប់និស្សិតទាំងអស់ដែលបានអញ្ជើញមកចូលរួមពួកគាត់នឹងទទួលបានចំណេះដឹងថ្មីមួយឬក៏អាចនិយាយថា inspiration លើការ design architecture មើលពី experience ផ្ទាល់ពីសិស្សច្បងវាគ្មិនដែលគាត់មានបទពិសោធន៍ច្រើនឆ្នាំហើយពួកគាត់សុទ្ធតែល្អនឹងអាចខ្ញុំហ៊ាននិយាយបានថាសិស្សច្បងដែលពួកសិស្សច្បងដែលបានអញ្ជើញមកចូលរួមនៅថ្ងៃនេះសុទ្ធតែអ្នកដែលបានមានស្នាដៃទឹកដៃទៅលើស្ថាបត្យកម្មល្បីធំនៅក្នុងប្រទេសកម្ពុជារបស់យើងជាច្រើនអូខេជាចុងក្រោយខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នាដែលបានមើលវីដេអូនេះអាចអញ្ជើញមកចូលរួមពិព័រណ៍របស់យើងដែលយើងធ្វើមានរយៈពេលតែ2ថ្ងៃទេប៉ុន្តែពួកយើងបាន prepare ជាមួយនឹង program ជាច្រើនហើយជាមួយនឹងការដាក់តំតាំងដែលស្អាតល្អអាចនិយាយថាធ្វើអស់ពីចិត្តពីអ្នកដែលបានចូលរួមអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាបានចូលរួមនឹងចែកបទពិសោធន៍ជាមួយគ្នានៅ Index Expo របស់យើងបាទ